បអសាទរកម្មវិធីចែកបានសរសើរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត5ធ្នូ2025កាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យ Belty អន្តរជាតិនាព្រឹកថ្ងៃទី4ខែធ្នូឆ្នាំ2025សាកលវិទ្យាល័យ Belty អន្តរជាតិនិងកាកបាទក្រហមកម្ពុជាបានរៀបចំកម្មវិធីចែកបានសរសើរអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត5ធ្នូ2025ក្រោមប្រធានបទពង្រឹងសមត្ថភាពនិងសាមគ្គីភាពដើម្បីភាពធន់សហគមន៍កាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យ Belty អន្តរជាតិក្រោមអធិបតីភាពឯកឧត្តមខុនសាមេនាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជានៅមានការអញ្ជើញចូលរួមពីឯកឧត្តមរីណវុឌ្ឍសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Belty អន្តរជាតិនិងជាប្រធានកិត្តិយសក្លឹបប្រចាំសាកលវិទ្យាល័យ Belty អន្តរជាតិព្រមទាំងថ្នាក់ដឹកនាំសមាជិកសមាជិកាយុវជននិងនិស្សិតនៃសាកលវិទ្យាល័យ Belty អន្តរជាតិសរុប200នាក់ដែលស្ថិតនៅអគារស្នាក់ការកណ្ដាលនៃ Belty Group ដោយនាងខ្ញុំហុងពុតបូរមីផ្សាយចេញពី Belty IU News សូមអរគុណសូមជម្រាបលាBelty International University, the future of global leaders.